សួរលោកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នានាងខ្ញុំមានឈ្មោះថាហែមថននីតាដែលមកពីក្រុមទី5ថ្ងៃនេះខ្ញុំមកបកស្រាយមេរៀនទី4គឺមេរៀនសិទ្ធិហើយនេះគឺជាសមាជិកក្រុមរបស់នាងខ្ញុំអញ្ចឹងចំណុចទី1នៃមេរៀនទី4នេះគេចង់និយាយពីរូបគុំរបស់សិទ្ធិគឺជាឯកកោសិកាឬក៏ជាពហុកោសិកាដែលកើតឡើងពីកោសិកាដែលរុំព័ទ្ធទៅដោយភ្នាសគ្រោងហើយកោសិការបស់សិទ្ធិគឺភាគច្រើនផ្គុំឡើងដោយអ៊ីបតែលើកលែងតែសិទ្ធិដែលងាយជាងគេគឺដំបែងហើយកោសិការបស់សិទ្ធិគឺភាគច្រើនមានរាងជាសរសៃឆ្មាហើយសិទ្ធិមានរូបផ្គុំដូចជាមួកដើមអ៊ីបនិងបន្ទះបន្ទាប់មកយើងចូលទៅដល់ចំណុចទី2គឺតួនាទីរបស់សិទ្ធិនៅក្នុងធម្មជាតិអញ្ចឹងសិទ្ធិក៏មានឥទ្ធិពលទៅលើមនុស្សនិងសារពាង្គកាយដទៃផ្សេងទៀតតាមរបៀបផ្សេងដូចសិទ្ធិមួយចំនួនគឺជាសិទ្ធិដែលធំជាងអាហាររបស់មនុស្សយើងដូចជាបាយជាដើមហើយសិទ្ធិក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកឬបង្កើតវិវត្តរូបធាតុផ្សេងទៀតផងដែរហើយសិទ្ធិមួយចំនួនទៀតក៏វាអាចបង្កជំងឺទៅដល់សត្វរុក្ខជាតិឬក៏មនុស្សផងដែរអញ្ចឹងសិទ្ធិនៅក្នុងធម្មជាតិនៅលើពិភពលោកនេះគឺមានសិទ្ធិមួយចំនួនគឺជាសិទ្ធិដែលមានសារៈសំខាន់ទៅដល់មនុស្សសត្វរុក្ខជាតិចំណែកសិទ្ធិខ្លះទៀតគឺបង្កជំងឺទៅដល់មនុស្សសត្វនិងរុក្ខជាតិផងដែរហើយចំណែកឯសិទ្ធិផ្សេងទៀតក៏វាអាចប្រឆាំងទៅនឹងជំងឺដែលកើតមកលើយើងសត្វឬក៏រុក្ខជាតិហើយមានសិទ្ធិជាច្រើនទៀតដែលវារស់នៅជាសហព័ន្ធជាមួយនឹងកោសិកាដទៃទៀតយើងក៏ចូលចំណុចទី3គឺការវិវត្តរបស់សិទ្ធិអញ្ចឹងសិទ្ធិគឺបន្តពូជគ្រប់ទីកន្លែងហើយវិធីបន្តពូជរបស់វាគឺធានានៅការរស់រានមានជីវិតនិងការបង្រៀនហើយតាមធម្មជាតិគឺសិទ្ធិបន្តពូជទៅដោយស្ពមានទម្ងន់ស្រាលហើយស្ពនេះគឺព័ទ្ធជុំវិញទៅដោយសម្បកហើយក៏អាចការពារដឹកនាំទៅកាន់សិទ្ធិហ្នឹងតាមខ្យល់ឬក៏តាមទឹកផងដែរហើយការបន្តពូជឬការវិវត្តជីវិតរបស់សិទ្ធិគឺចែកចេញជាពីរគឺការបន្តពូជដោយភេទនិងការបន្តពូជដោយឥតភេទយើងក៏ចូលទៅដល់ចំណុច3.1គឺការបន្តពូជដោយភេទអញ្ចឹងការបន្តពូជដោយភេទនេះគឺវាកើតឡើងនៅពេលដែលមានកន្លែងសើមហើយមានអាហារគ្រប់គ្រាន់ក្នុងការសិទ្ធិផលិតស្បហើយស្បគឺលូតលាស់ជាសិទ្ធិថ្មីដូចគ្នាទៅនឹងបេះបិទទៅនឹងសិទ្ធិមេទៀតហើយចំណែកឯសិទ្ធិដែលមានកោសិកាដំបែងនេះគឺវាបន្តពូជដោយការចេញពន្លកខុសពីសិទ្ធិដទៃទៀតដោយសារតែវាគ្មានការផលិតស្ពហើយនេះគឺជារូបភាពដែលបង្ហាញអំពីសិទ្ធិដែលបន្តពូជដោយឥតភេទអញ្ចឹងយើងមកដល់ចំណុច3.2គឺជាការបន្តពូជសិទ្ធិដោយភេទអញ្ចឹងការបន្តពូជដោយភេទនេះគឺវាមានពេលលូតលាស់ជាមួយនឹងគ្នាបន្តមកវាបញ្ឈរសម្ភារៈតំណពូជហើយការបន្តពូជបែបនេះគឺកើតឡើងដោយការតភ្ជាប់រងការផលិតស្បហើយស្បវាលូតលាស់ជាសិទ្ធិដែលមានសម្ភារៈតំណពូជខុសពីមេសិទ្ធិរបស់វាតមកយើងចូលទៅដល់ចំណុចចុងក្រោយនៃមេរៀនរបស់សិទ្ធិរបស់យើងគឺលីកាយអញ្ចឹងលីកាយនេះគឺកើតឡើងចេញពីសិទ្ធិនិងសារ៉ាយថ្មដែលវាមានបាក់តេរីស្បែកជិតដែលរស់នៅរួមគ្នានិងមានទំនាក់ទំនងសហប្រាណជាមួយនឹងគ្នាហើយលីកាយនេះគឺវាគ្រើមដែលដុះនៅលើសម្បកឈើឬថ្មអញ្ចឹងនៅតាមជញ្ជាំងថ្មឬក៏សម្បកឈើអីគឺលីកាយគឺវាដុះនៅតាមកេននៅទីហ្នឹងហើយសិទ្ធិក៏ស្រូបអាហារដោយដែលផលិតដោយសារសារ៉ាយឬបាក់តេរីដែលវាដុះនៅតាមជញ្ជាំងដែលគេហៅថាលីកាយនឹងឯងហើយសារធាតុសារ៉ាយឬបាក់តេរីនេះបានស្រូបទឹកនិងសារធាតុខនិជពីសិទ្ធិព្រមទាំងយកសិទ្ធិធ្វើជាជម្រករបស់សារ៉ាយឬបាក់តេរីទៀតផងដែរហ
ហើយជាចុងក្រោយការបកស្រាយរបស់នាងខ្ញុំក៏ត្រូវបានបញ្ចប់នាងខ្ញុំសូមអរគុណលោកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់ដែលបានស្ដាប់ការបកស្រាយរបស់នាងខ្ញុំសូមអរគុណ